ខ្ញុំនយោបាយអវត្តកម្មនៃក្រុមហ៊ុន Campaign ឆ្នាំផុតហើយក្រុមហ៊ុនយើងមកចូលរួមកម្មវិធីសិក្ខាសាលាមួយក៏ជាសន្និសីទចែកចម្លែកអំពីទៀតបៃតងតើតើទៅនឹងប្រព័ន្ធគ្រប់គ្រងបរិស្ថានថ្ងៃនេះយើងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនគំរូដែលបានចូលរួមនៅក្នុងគម្រោងនេះតាំងពីដើមឆ្នាំ2025មកដល់ខែ10ឆ្នាំ2025នេះសម្រាប់គម្រោងនេះគឺជាគម្រោងមួយដែលផ្ដោតទៅលើប្រព័ន្ធគ្រប់គ្រងបរិស្ថានដែលហៅថាផលិតភាពបៃតងអញ្ចឹងនៅក្នុងការអនុវត្តគម្រោងនេះនិយាយទៅអត្ថប្រយោជន៍ដែលយើងទទួលបានមិនត្រឹមតែទៅលើការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថានទេគឺតាមតែក្រុមហ៊ុនយើងក៏អាចទទួលបាននូវអត្ថប្រយោជន៍ពីការអន្សំចៃដល់ផងដែរដោយសារនៅក្នុងគម្រោងអនុវត្តលើប្រព័ន្ធគ្រប់គ្រងបរិស្ថាននេះយើងក្រុមហ៊ុនត្រូវធ្វើមកព្យាយាមកាត់បន្ថយនៅការប្រើប្រាស់វត្ថុធាតុដើមរបស់យើងភាពខ្ជះខ្ជាយនឹងឲ្យបានសល់តិចបំផុតហើយនឹងជាកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថានអញ្ចឹងនៅពេលដែលយើងព្យាយាមកាត់បន្ថយផលប៉ះពាល់បរិស្ថានគឺផ្ដោតទៅលើការប្រើប្រាស់ឲ្យអស់លទ្ធភាពនៅវត្ថុធាតុដើមរបស់យើងហ្នឹងហើយនឹងអាចព្យាយាមប្រើប្រាស់ឡើងវិញដូចជាសម្បកវេចខ្ចប់ដូចជាអីជាដើមដូចជាយើងបានអនុវត្តគម្រោងនេះគឺសម្បកវេចខ្ចប់អីពីមុនយើងអត់ធ្លាប់ប្រើឡើងវិញទេឥឡូវនេះសម្បកវេចខ្ចប់របស់យើងគឺយើងបញ្ជូនទៅអតិថិជនហើយអតិថិជនអាចត្រឡប់មកក្រុមហ៊ុនយើងវិញអញ្ចឹងយើងអាចព្យាយាមកាត់បន្ថយការទិញសម្បកធុងនេះដែលជាផ្នែកមួយនៃការប្រើប្រាស់ធនធានធម្មជាតិរបស់យើងដែរដូចជាជ័រដូចជាអីហ្នឹងអញ្ចឹងវាធ្វើឲ្យយើងកាត់បន្ថយនៃការចំណាយនៃការទិញសម្បកវេចខ្ចប់ហ្នឹងហើយក៏ជួយកាត់បន្ថយនៃការប្រើប្រាស់ធនធានធម្មជាតិហ្នឹងអញ្ចឹងក្រុមហ៊ុនក៏បានចំណេញការកាត់បន្ថយទៅលើបរិស្ថានក៏បានច្រើនជួយទៅដល់សង្គមជាតិរបស់យើងទៅលើការកាត់បន្ថយផលប៉ះពាល់បរិស្ថានយើងតាក់ទងជាមួយទៅនឹងផលិតផលថ្មីដែលយើងត្រូវបញ្ជូនទៅអតិថិជនដូចជាគាត់ដាក់លក់ចែកចាយនៅតាមដេប៉ូអីយើងមិនអាចប្រើប្រាស់សម្បកវេចខ្ចប់ប្រើប្រាស់ឡើងវិញទេក៏ប៉ុន្តែសម្រាប់គម្រោងធំដែលយើងជាដៃគូសហការរបស់យើងជាលក្ខណៈ business គូ business ដូចជាទៅតាមបរិយាទៅតាមគម្រោង apartment ធំ project សាងសង់ធំដែលគាត់ត្រូវការទិញក្នុងចំនួនច្រើនហ្នឹងគឺយើងអាចចរចាជាមួយគាត់ដើម្បីអាចថាសម្បកវេចខ្ចប់គាត់អត់ត្រូវការស្អាតអីទេព្រោះគាត់គ្រាន់តែយកទៅគាត់ទៅប្រើអញ្ចឹងគាត់អត់ទាមទារថាត្រូវស្អាតពេកទេអាសម្បកហ្នឹងអញ្ចឹងនៅពេលដែលយើងចរចាគ្នាមាន MOU ថាអត់អីអាចច្រកឡើងវិញអញ្ចឹងបានបើសិនជាអាចកាត់ខុសឲ្យគាត់បានខ្លះគាត់ឯកភាពគាត់យល់ព្រមអញ្ចឹងជាទូទៅគឺយើងបានធ្វើការអនុវត្តបែបហ្នឹងអាន័យថាទំនិញទៅទិញទៅលើកទី1ថ្លៃពេញតែដល់ពេលដែលគាត់ត្រូវការទិញលើកទី2អាចយកសម្បកវេចខ្ចប់ហ្នឹងមកច្រកឡើងវិញយើងកាត់ថ្លៃសម្បកវេចខ្ចប់ហ្នឹងជូនគាត់អញ្ចឹងនេះគឺជាផលចំណេញមួយដែលជូនទៅដល់អតិថិជនរបស់យើងផងក្រុមហ៊ុនរបស់យើងផងកាត់បន្ថយផលប៉ះពាល់ទៅដល់បរិស្ថានផងក្នុងនាមខ្ញុំដែលជាតំណាងក្រុមហ៊ុនគំរូមួយដែលកំពុងតែអនុវត្តនៅស្តង់ដារប្រព័ន្ធគ្រប់គ្រងបរិស្ថាន EMS ហ្នឹងគឺខ្ញុំសូមលើកទឹកចិត្តដល់សហគ្រាសទាំងអស់បើសិនជាយើងចង់ខ្លាយទៅជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់ពីអតិថិជនមានការស្រឡាញ់ដល់ក្រុមហ៊ុនយើងគឺប្រព័ន្ធគ្រប់គ្រងបរិស្ថាននេះគឺជាផ្នែកមួយដែលយើងគួរតែធ្វើការអនុវត្តពីព្រោះវាមិនត្រឹមតែចូលរួមកាត់បន្ថយផលខាតបង់របស់ក្រុមហ៊ុនយើងទេប៉ុន្តែវាជាការចូលរួមចំណែកទទួលខុសត្រូវទៅក្នុងសង្គមជាតិតាក់ទងជាមួយទៅនឹងការកាត់បន្ថយផលប៉ះពាល់ទៅដល់បរិស្ថានរបស់យើងដែលធ្វើឲ្យក្រុមហ៊ុនរបស់យើងមានការទទួលស្គាល់ស្រឡាញ់ពីអតិថិជនរបស់យើងហើយវាជាកត្តាមួយដែលញ៉ាំងឲ្យក្រុមហ៊ុនរបស់យើងនឹងមានអាយុវែងពីព្រោះថាយើងទៅធ្វើអាជីវកម្មបើយើងគិតតែរយៈពេលខ្លីវាយើងអត់បានគិតពីនិរន្តរភាពទៅមុខវែងឆ្ងាយអាហ្នឹងវានាំឲ្យក្រុមហ៊ុនរបស់យើងដើរទៅមិនបានឆ្ងាយ